អាចបានអាញាធរស្រុកពីមជោខេត្តព្រៃវែងបណ្ដោយឲ្យសាឡាងបំខ្សាច់ធំបំខ្សាច់បាក់ដីផ្លូវបងប្អូនប្រជាពលរដ្ឋដើរអស់អញ្ចឹងនេះនៅស្រុកពីមជោភូមិបងឯងឃុំស្វាយភ្លោះបងប្អូនណែមើលសាឡាងបងប្អូនសាឡាងបំខ្សាច់បងប្អូនជួយមើលទាំងអស់គ្នានេះហើយឥឡូវដីបាយបាក់ដល់ខ្នល់ទេផ្លូវអើយទលេនឹងបាក់ដល់ខ្នល់ទេបាក់ដល់ដីប្រជាជនអស់ហើយឥឡូវបាក់ដល់ដីទៅមិនដឹងមានដីណានៅទេបងប្អូនទាំងអស់គ្នារូបភាពដែលបងប្អូនកំពុងតែទស្សនានេះគឺជាคลิปវីដេអូរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិបងឯកឃុំស្វាយភ្លោះស្រុកពីមជោខេត្តព្រៃវែងបានធ្វើសកម្មភាព live បង្ហោះក្នុងបណ្ដាញសង្គមដែលបង្ហាញអំពីសកម្មភាពសាឡាងបំខ្សាច់ធំបានបូមបាក់ដីផ្លូវព្រមទាំងបាក់ដីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមទន្លេតែម្ដងសកម្មភាពវីដេអូនេះគឺគាត់សំណូមពរសូមឲ្យអាជ្ញាធរស្រុកពីមជោខេត្តព្រៃវែងមេត្តាពិនិត្យមើលជុំវិញទៅនឹងសាឡាងបំខ្សាច់ធំទាំងនោះតើគួរបណ្ដេតបណ្ដោយឲ្យគាត់បូមតទៅទៀតដែរឬក៏យ៉ាងណាខណៈការបូមខ្សាច់នេះគឺបូមអែបខាងបណ្ដាលឲ្យបាក់ដីផ្លូវក៏ដូចជាបាក់ដីបងប្អូនប្រជាពលរដ្ឋបែបនេះសូមទស្សនាคลิปវីដេអូដែលបងប្អូនប្រជាពលរដ្ឋ live បង្ហោះក្នុងបណ្ដាញសង្គមដូចតទៅនេះនៅស្រុកពីមជោភូមិបងឯងឃុំស្វាយភ្លោះបងប្អូនណែមើលសាឡាងបងប្អូនសាឡាងបំខ្សាច់បងប្អូនជួយមើលទាំងអស់គ្នានេះហើយឥឡូវដីបាយបាក់ដល់ខ្នល់ទេផ្លូវអើយទលេនឹងបាក់ដល់ខ្នល់ទេបាក់ដល់ដីប្រជាជនអស់ហើយឥឡូវបាក់ដល់ដីទៅមិនដឹងមានដីណានៅទេបងប្អូនទាំងអស់គ្នាហើយឥឡូវបើនៅតែបណ្ដោយឲ្យពួកនឹងរាល់ថ្ងៃនឹងឲ្យតែពួកគាត់នៅបូមខ្សាច់បូមអីចឹងទៀតប្រកាសជាលែងមានដីនៅហ្មងបាក់តិចអស់ហើយនេះទលេហើយកន្លែងនេះផ្លូវខ្ញុំដើរឥឡូវនេះខ្នល់ឥឡូវបាក់ខ្នល់ទេបងប្អូនបាក់តិចហ្មងអត់មាននៅសោះហ្មង